អ្នកដែលអត់មានផ្ទះសម្បែងគាត់គិតថាបើគាត់មានផ្ទះសម្បែងមួយដើម្បីរស់នៅគឺល្អខ្លាំងមែនទែនសម្រាប់អ្នកដែលគាត់កំពុងតែជួបបញ្ហាហិរញ្ញវត្ថុគាត់ថាលុយគឺសំខាន់ខ្លាំងបំផុតសម្រាប់ប្តីប្រពន្ធឬក៏ដៃគូស្នេហាពីរនាក់ដែលគាត់នៅបែកគ្នាគាត់ថាការជួបជុំគ្នារវាងគាត់ទាំងពីរនាក់គឺជារឿងដែលគាត់ចង់បានបំផុតនៅក្នុងជីវិតសម្រាប់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យអ្វីដែលគាត់ចង់បានខ្លាំងបំផុតគឺជាពីជំងឺដូច្នេះសំណួរសួរថាតើនៅក្នុងជីវិតមួយនេះអ្វីគឺជាសេចក្តីសុខពិតប្រាកដអ្វីដែលបងប្អូនចង់បានពិតប្រាកដអ្នកពិការភ្នែកគាត់គិតថាអ្វីដែលគាត់ចង់បានពិតប្រាកដមិនមែនលុយឋានៈទូនាទីឡានទំនើបផ្ទះធំត្រនំខ្ពស់នោះទេប៉ុន្តែគាត់ចង់មើលឃើញរីឯអ្នកសុំទានគាត់ថាក្តីសុខដ៏ធំបំផុតរបស់គាត់គឺមានអាហារញ៉ាំគ្រប់គ្រាន់សម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យគាត់ថាក្តីសុខធំបំផុតដែលគាត់ចង់បានគឺជាពីជំងឺដូច្នេះបងប្អូនអ្វីដែលយើងចង់បានពិតប្រាកដណាវាគ្រាន់តែជាសេចក្តីសុខផ្លូវចិត្តសេចក្តីស្ងប់ផ្លូវចិត្តតែប៉ុណ្ណោះមនុស្សម្នាក់អាចមានតម្រូវការផ្សេងគ្នាអ្នកដែលមិនទាន់ការគាត់ចង់រៀបការអ្នកមិនទាន់មានស្នេហាគាត់ចង់មានដៃគូអ្នកមានប្តីមានប្រពន្ធហើយពេលខ្លះគាត់ចង់លែងលះក្មេងៗគាត់ចង់ធំរីឯមនុស្សធំមនុស្សចាស់ចង់ទាញពេលវេលាថយក្រោយដើម្បីកែកំហុសដែលខ្លួនបានសាងឬត្រឡប់ទៅធ្វើរឿងដែលខ្លួនមិនបានធ្វើនាពេលកន្លងមកមនុស្សធម្មតាចង់ក្លាយទៅជាមនុស្សដែលល្បីល្បាញមនុស្សដែលល្បីល្បាញចង់ក្លាយជាមនុស្សធម្មតាព្រោះគាត់ចង់មានពេលវេលាសម្រាប់ខ្លួននិងគ្រួសាររបស់គាត់អ្នកក្រចង់មានរីឯអ្នកមានគាត់ចង់មានសេចក្តីស្ងប់ផ្លូវចិត្តអត់ចាំបាច់គិតច្រើនបារម្ភច្រើនត្រូវខ្វល់ខ្វាយច្រើនព្រោះគាត់បានប្រឹងប្រែងធ្វើការងាររកស៊ីរហូតមិនមានពេលវេលាសម្រាប់ខ្លួនឯងនិងគ្រួសារហើយគាត់បានស្ដាយពេលវេលាកន្លងមកដែលគាត់មិនបានចំណាយពេលវេលាទាំងអស់នោះដើម្បីស្វែងរកក្តីសុខសម្រាប់ខ្លួនឯងនិងមនុស្សជាទីស្រឡាញ់របស់គាត់វាគឺជាធម្មជាតិរបស់មនុស្សដែលតែងតែគិតថាអ្នកដទៃអាចមានអ្វីល្អជាងខ្លួនប៉ុន្តែតាមពិតអត់ទេបងប្អូនយើងទាំងអស់គ្នាមិនមានអ្វីដែលល្អគ្រប់10ទេយើងមាននេះយើងខ្វះនោះយើងមាននោះយើងខ្វះនេះដូចហើយមើលមកខ្លួនឯងតើសប្តាហ៍ថ្ងៃយើងមានភ្នែកមួយគូដែរអត់យើងមានច្រមុះអាចដកដង្ហើមបានដែរអត់យើងមានដៃពីរជើងពីរដែរអត់បើយើងមានតែប៉ុណ្្នឹងណាយើងសំណាងណាស់ទៅហើយមានន័យថាបងប្អូនណាមានអ្វីដែលលើសអ្នកដទៃរួចទៅហើយព្រោះបងប្អូនមួយចំនួនគាត់គ្រាន់តែចង់បានដៃមួយគូជើងមួយគូភ្នែកមើលឃើញដូចបងប្អូនទាំងអស់គ្នានឹងក៏អត់បានដែរអញ្ចឹងដកឃ្លាបន្តិចហើយឆ្លោះកញ្ចក់មើលខ្លួនឯងបងប្អូនមិនអន់ពេកទេបងប្អូនមិនយ៉ាប់ពេកទេបងប្អូនមិនអាក្រក់ពេកទេសบายចិត្តជាមួយនឹងរូបរាងកាយមួយនឹងទៅសบายចិត្តជាមួយនឹងអ្វីដែលយើងមានទៅហើយខិតខំប្រឹងប្រែងបន្តទៀត